ខ្ញុំចង់ថ្លែងប្រកាន់ព្រះនាមព្រះយេស៊ូវដល់ដួងចិត្តគំនិតនៃមនុស្សទាំងអស់ព្រោះមានក្តីសង្សារនៅក្នុងព្រះវត្តមានទ្រង់ខ្ញុំថ្លែងព្រះយេស៊ូវខ្ញុំចង់ថ្លែងប្រកាន់ព្រះនាមព្រះយេស៊ូវរហូតតតែកាញៀនត្រូវបានកាត់ផ្ដាច់ប្រកាន់ថាមានក្តីសង្ឃឹមនិងសេរីភាពខ្ញុំថ្លែងព្រះយេស៊ូវនាមទ្រង់មានអំណាចនាមទ្រង់ប្រោឲ្យជានាមផ្ដល់ជីវិតបំបាំងទីមកមួនបំភ្លឺទីងងាចែងដូចជាភ្លើងខ្ញុំចង់ថ្លែងប្រកាន់ព្រះនាមព្រះយេស៊ូវលើអស់ភាពភ័យខ្លាចនិងភាពតស្លន់រំដោះប្រលឹងដែលជាប់ក្នុងភាពបាតឹងចិត្តខ្ញុំថ្លែងព្រះយេស៊ូវនាមទ្រង់មានអំណាចនាមទ្រង់ប្រោឲ្យជានាមផ្ដល់ជីវិតបំបាំងទីមកមួនបំភ្លឺទីងងាចែងដូចជាភ្លើងនាមទ្រង់មានអំណាចនាមទ្រង់ប្រោឲ្យជានាមផ្ដល់ជីវិតបំបាំងទីមកមួនបំភ្លឺទីងងាចែងដូចជាភ្លើងប្រកាសនាមទ្រង់នៅលើភ្នំប្រកាសនៅតាមផ្លូវប្រកាសក្នុងទីងងនៅចំពោះមុខខ្មាំងសត្រូវហើយប្រកាសលើគ្រួសារខ្ញុំប្រកាសនាមបរិសុទ្ធព្រះយេស៊ូវប្រកាសនាមទ្រង់នៅលើភ្នំប្រកាសនៅតាមផ្លូវប្រកាសក្នុងទីងងនៅចំពោះមុខខ្មាំងសត្រូវហើយប្រកាសលើគ្រួសារខ្ញុំប្រកាសនាមបរិសុទ្ធព្រះយេស៊ូវមកប្រកាសនាមទ្រង់នៅលើភ្នំប្រកាសនៅតាមផ្លូវប្រកាសនៅទីងងនៅចំពោះមុខខ្មាំងសត្រូវហើយប្រកាសលើគ្រួសារខ្ញុំប្រកាសនាមបរិសុទ្ធព្រះយេស៊ូវនាមទ្រង់មានអំណាចនាមទ្រង់ប្រោឲ្យជានាមផ្ដល់ជីវិតបំបាំងទីមកបំភ្លឺទីងងាចែងដូចជាភ្លើងខ្ញុំចង់ថ្លែងប្រកាន់ព្រះនាមព្រះយេស៊ូវដល់ដួងចិត្តគំនិតនៃមនុស្សទាំងអស់
ព្រះវត្តមានទ្រង់ខ្ញុំថ្លែងព្រះយេស៊ូវខ្ញុំចង់ថ្លែងប្រកាន់ព្រះនាមព្រះយេស៊ូវរហូតតតែការញៀនត្រូវបានកាត់ផ្ដាច់ប្រកាន់ថាមានក្តីសងខំណាស់សេរីភាពខ្ញុំថ្លែងព្រះយេស៊ូវ